กมาหอบមួយពេលថ្ងៃនេះនិយាយថាដឹងតបាយឆ្ងាញ់ហ្មងគ្រាន់តែបើគម្របឆ្នាំងមកក្លិនគឺឡើងឈ្ងុយសាយពេញនឹងហ្មងពីថារសជាតិវិញគឺឲ្យអ៊ូយបងប្អូនឡើងអេមញ៉ាំទៅគឺអស់បាយពីរបីចានអត់ដឹងខ្លួនទេចាជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់នាងខ្ញុំថ្ងៃនេះចាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើផ្អកចំហុយពងមាន់សម្រាប់បងប្អូនដែលចូលចិត្តម្ហូបបែបអញ្ចេះដឹងទៅត្រូវប៉ាន់ហ្មងនិយាយថាធ្វើតាមតែខ្ញុំប្រាប់ទៅដឹងតែឆ្ងាញ់ដូចគេធ្វើលក់អញ្ចឹងដើម្បីកុំឲ្យខាតពេលបងប្អូនយូរមកមើលពីរបៀបធ្វើរបស់ខ្ញុំទាំងអស់គ្នាណាបងប្អូនចាទាំងនេះគឺជាបន្លែហើយនឹងគ្រឿងផ្សំខ្លះដែលយើងយកមកធ្វើម្ហូបមួយពេលថ្ងៃនេះហើយនេះគឺជាផ្អកដែលខ្ញុំបានធ្វើហើយកាលពីកន្លះខែមុនណាបងប្អូនគាត់តែធ្វើឲ្យបានកើតភ្លាមនិយាយពីថាញ៉ាំឡើងចិត្តអស់នៅសល់តែបន្តិចទេហើយនៅសល់បន្តិចចុងក្រោយហ្នឹងខ្ញុំក៏យកមកធ្វើជាផ្អកចំហុយជាមួយនឹងពងមាន់បងប្អូនដើម្បីយើងយកទៅចំហុយបានដំបូងគឺយើងត្រូវលាងទឹកលាងអីវាបានស្អាតសិនមកការបន្ទាប់មកគឺយើងយកវាមកហាន់តូចៗបែបនេះដើម្បីងាយស្រួលចិញ្ច្រាំឆាប់បានល្អិតបើសិនជាបងប្អូនចង់ចិញ្ច្រាំវាទាំងដុំធំតែម្ដងក៏បានគ្រាន់តែថាវារាំងយូរបន្តិចណាបងប្អូនតែបើយើងហាន់តូចអញ្ចឹងទៅយើងចិញ្ច្រាំងាយស្រួលហើយលឿនទៀតផងបងប្អូនចំពោះផ្អកសាច់ជ្រូកក៏បងប្អូនអាចចិញ្ច្រាំវាឲ្យល្អិតល្អក៏បានឬមួយក៏នៅដុំរាំងធំបន្តិចក៏បានទៅតាមចំណង់ចំណូលចិត្តរបស់យើងណាសម្រាប់ខ្ញុំគឺខ្ញុំចិញ្ច្រាំវាឲ្យល្អិតតែមកល្មមទៅយើងងាយស្រួលយកទៅលាយជាមួយនឹងពងផងហើយពីចិញ្ច្រាំសាច់រួចហើយខ្ញុំលើកទុកម្លែកសិនបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមយកខ្ទឹមសចំនួន2មើមយកមកហាន់ជាដុំតូចខ្លះហើយនឹងដុំធំខ្លះបើយកទៅលាយជាមួយនឹងផ្អកសាច់ជ្រូករបស់យើងនឹងពងទាណាបងប្អូនហើយចំពោះខ្ទឹមក្រហមនេះដែរបើសិនជាបងប្អូនមិនមានទេមិនចាំបាច់ដាក់ក៏បានចំពោះខ្ទឹមសគឺខ្ញុំប្រើចំនួន5-6 កំពឹសដែរណាបងប្អូនយើងបកសបកវាចេញទៅហើយចិញ្ច្រាំវាឲ្យបានល្អិតល្អរួចហើយយើងទុកម្លែកសិនបន្ទាប់ពីខ្ញុំរៀបចំគ្រឿងក្រៅរួចអស់ហើយគឺខ្ញុំចាប់ផ្ដើមយកផ្អកសាច់ជ្រូកដែលចិញ្ច្រាំហើយនឹងយកមកលាយជាមួយនឹងគ្រឿងផ្សំផ្សេងទៀតតែនៅក្នុងការលាយគ្រឿងនោះគឺខ្ញុំប្រើពងមាន់ចំនួន4គ្រាប់ណាបងប្អូនប្រាប់ផ្អកសាច់ជ្រូកដែលខ្ញុំចិញ្ច្រាំហើយនឹងគឺខ្ញុំប្រើចំនួន2ខាំលាយជាមួយនឹងពងមាន់4គ្រាប់ក្រៅពីពងមាន់បងប្អូនចង់ដាក់ពងទាក៏បានចាបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងម្សៅរ៉ូឌីចំនួនកន្លះស្លាបព្រាបាយក៏ដូចជាប៊ីចេងនឹង1ស្លាបព្រាកាហ្វេហើយនឹងស្ករសចំនួន2ស្លាបព្រាកាហ្វេបរិមាណគ្រឿងទេសដែលខ្ញុំដាក់ហ្នឹងគឺមិនប្រៃហើយក៏មិនផ្អែមដែរបងប្អូនគឺមកល្មមឆ្ងាញ់ដែលយើងញ៉ាំជាមួយនឹងលក់បងប្អូនដោយសារតែផ្អកដែលខ្ញុំធ្វើហ្នឹងគឺរសជាតិមកល្មមមកបងប្អូនមិនសូវប្រៃទេតែបើសិនជាបងប្អូនធ្វើផ្អករាងប្រៃឬមួយក៏ទិញផ្អកគេមករាងប្រៃយើងថែមថយលៃលោកគ្រឿងតាមនឹងណាបងប្អូនហើយសម្រាប់បងប្អូនដែលចង់ចេះធ្វើផ្អកសាច់ជ្រូកឲ្យមានរសជាតិឆ្ងាញ់មិនប្រៃហើយក៏មិនខូចអីចឹងណាអូនអាចរៀនធ្វើតាមវីដេអូដែលខ្ញុំបង្ហាញជូនមុននេះបាននិយាយថាធ្វើទៅកើតហើយមានរសជាតិឆ្ងាញ់ទៀតផងចាហើយមិនត្រឹមតែប៉ុណ្ណោះបងប្អូនអាចធ្វើយកទៅលក់ក៏បានដែរខ្ញុំបង្ហាញហ្នឹងគឺអត់លាកក្បួនលាកខ្នាតអីទេបងប្អូនខ្ញុំចេះប៉ុណ្ណាគឺខ្ញុំបង្ហាញប៉ុណ្ណោះតែយើងគោះពងបានសពគ្រឿងល្អហើយគឺខ្ញុំចាប់ផ្ដើមផ្ទេរទៅដាក់នៅកូនចានចង្កឹះតូចដើម្បីងាយស្រួលដាក់ចំហុយនៅក្នុងសឹងហើយណាមួយគឺវាឆាប់ឆ្អិនផងណាបងប្អូនហើយយើងធ្វើបែបនេះគឺវាងាយស្រួលនៅពេលដែលយើងញ៉ាំយើងគ្រាន់តែយកមកកូនចានចង្កឹះយកមកញ៉ាំទៅអស់គឺយើងអត់ចាំបាច់លូកលាន់ទៅចានផ្សេងអីចឹងណាព្រោះបើយើងដាក់ចានតែមួយពេលដែលយើងញ៉ាំសល់ទៅគឺបើយើងទុកគឺវាផ្អូមវាខូចអីចឹងណាបងប្អូននៅពេលដែលយើងដួសផ្អកដាក់កូនចានរួចរាល់អស់ហើយគឺខ្ញុំចាប់ផ្ដើមយកស្បែកជ្រូកនឹងមករៀបពីលើបងប្អូនបីឲ្យមើលទៅវាទាក់ទាញភ្នែកគួរចង់ញ៉ាំហើយណាមួយស្បែកជ្រូកពេលដែលយកមកចំហុយចឹងទៅនិយាយថាញ៉ាំទៅគឺឆ្ងាញ់មែនទេអ្នកដែលចូលចិត្តញ៉ាំស្បែកជ្រូកគឺប្រកាសជាដឹងរសជាតិហើយថាឆ្ងាញ់បែបម៉េចចាបន្ទាប់មកគឺខ្ញុំមានជាមួយនឹងពងទាប្រៃនឹងប្រហែលជា 4-5 គ្រាប់ដែរពោះផ្អកចំហុយឬក៏ប្រហុកចំហុយពងទានេះបានបន្ថែមជាមួយនឹងរសជាតិពងទាប្រៃទៀតនិយាយពីថាញ៉ាំទៅគឺចាប់មាត់ជីបបងប្អូនចាប់មាត់គ្នាមែនទេថាសម្រាប់អ្នកដែលចូលចិត្តពងទាប្រៃឬក៏ម្ហូបបែបអញ្ចឹងគឺដឹងតែត្រូវហ្មងគឺថាខ្វះមិនបានណាបងប្អូននិយាយថាគឺចូលចិត្តញ៉ាំណា
តែត្រង់ពីមុនគឺខ្ញុំអត់ចេះញ៉ាំពងទាប្រៃទេគឺញ៉ាំទៅវាប្រៃខ្លាំងពេកហ៎បងប្អូនហើយជាខ្ញុំទិញគេទៅគេធ្វើទុកយូរពេកទៅវាប្រៃខ្លាំងហ៎បងប្អូនទៅគឺខ្ញុំអត់ដែរចង់ញ៉ាំឯវាប្រៃពេកហើយស្រាប់តែពេលក្រោយមកខ្ញុំក៏ចាប់ដើមទិញសាកញ៉ាំទៀតហើយក៏ប៉ះអាពងគេធ្វើថ្មីហ៎បងប្អូននិយាយថារសជាតិមកល្មមឆ្ងាញ់ញ៉ាំទៅក៏ជាប់មាត់ជាប់កតាំងពីនឹងមកហើយឲ្យតែបានធ្វើម្ហូបណាដែលត្រូវដាក់ពងទាប្រៃបានដែរគឺដឹងតែខ្ញុំដាក់ហើយនិយាយចុះនិយាយឡើងគឺយើងដោះវាយកផ្អកពងទាមកចំហុយម្ដងហើយចំពោះការចំហុយនឹងដែរគឺខ្ញុំចំហុយរយៈពេល20នាទីសិនមើលតែផ្អករាងឡើងរឹងបន្តិចហើយគឺខ្ញុំចាប់ផ្ដើមយកពងទាពងមាន់ក្រហមយកមកលាបនៅខាងលើផ្អករបស់យើងនឹងបងប្អូនឲ្យវាមានពណ៌ក្រហមស្អាតទៅយើងលាបបែបនេះគឺមើលទៅក្រហមស្អាតមែនទែនពីមុនចេះតែឆ្ងល់ថាពេលដែលគេធ្វើពងត្រីចំហុយឬមួយក៏ផ្អកប្រហុកចំហុយជាមួយពងមិនបានក្រហមតែឆ្ងល់រហូតដល់ពេលរកវិធីសាស្ត្រឃើញមានណាគេយកអាពងមាន់ឬក៏ពងទាផ្នែកក្រហមសុទ្ធយកមកលាបពីលើបែបនេះតើបានវាក្រហមមើលទៅស្អាតគួរឲ្យចង់ញ៉ាំទាក់ទាញភ្នែកអីចឹងណាបងប្អូនជាធម្មតាម្ហូបគឺមិនមែនផ្ដោតតែលើរសជាតិឆ្ងាញ់មួយមុខទេគឺវាអាស្រ័យលើរូបរាងខាងក្រៅផងណាបងប្អូនបើសិនជាយើងតុបតែងរូបរាងខាងក្រៅមើលទៅវាទាក់ទាញភ្នែកគួរឲ្យចង់ញ៉ាំម្ហូបហ្នឹងវាកាន់តែឆ្ងាញ់មកកម្រិតទៀតហើយចំពោះបងប្អូនដែលធ្វើលក់ក៏ដោយបើសិនជាធ្វើម្ហូបទៅមើលទៅមិនទំនងអត់ស្អាតអត់អីអញ្ចឹងគេមិនទិញទេហើយអ្នកលក់គឺគាត់ចេះច្នៃប្រឌិតឲ្យម្ហូបរបស់គាត់មើលទៅទាក់ទាញគួរឲ្យចង់ញ៉ាំអញ្ចឹងបានគាត់លក់ដាច់គប់ផ្សំជាមួយនឹងរសជាតិដែលគាត់ធ្វើទៅវាឆ្ងាញ់ផងណាចាបងប្អូនបន្ទាប់ពីខ្ញុំលាបពងមាន់ក្រហមពីលើហើយគឺខ្ញុំចាប់ផ្ដើមដាក់ចំហុយរយៈពេល15នាទីបន្ថែមទៀតដើម្បីឲ្យផ្អកចំហុយរបស់យើងនឹងគឺវាឆ្អិនបានល្អណាបងប្អូនដើម្បីឲ្យប្រកាសថាផ្អកចំហុយនឹងវាឆ្អិនបានល្អមែនទែនគឺខ្ញុំយកចង្កឹះមួយចាក់វាបែបនេះបើសិនជាយើងយកចង្កឹះចាក់ទៅវាអត់មានជើបតាមចង្កឹះមកវិញទេនោះបានន័យថាផ្អករបស់យើងនឹងគឺឆ្អិនបានដល់ខ្នងល្អបងប្អូនតែឥឡូវនេះផ្អកចំហុយជាមួយនឹងពងរបស់នាងខ្ញុំគឺបានឆ្អិនរួចរាល់អស់ហើយណាបងប្អូននិយាយថាមើលទៅគឺពណ៌ឡើងស្រស់ស្អាតមែនទែនហើយគួបផ្សំជាមួយនឹងលក់ខ្ចីនិយាយពីថាឡើងអេមតាមទៅគឺឆ្ងាញ់ចាប់មាត់ជីបហ្មងបងប្អូនបើសម្រាប់គ្រួសារខ្ញុំវិញឲ្យតែថាបានម្ហូបអញ្ចេះបងប្អូនដាំបាយសគួរឲ្យច្រើនតែម្ដងទៅរឡូតែដាំបាយតិចពេកញ៉ាំកំពុងតែឆ្ងាញ់អស់បាយដាច់ឆានឆ្ងាញ់ហ្មងចាសម្រាប់វីដេអូរបស់នាងខ្ញុំថ្ងៃនេះគឺសូមបញ្ចប់តែត្រឹមហ្នឹងណាបងប្អូនហើយបើសិនជាបងប្អូនមានសំណួរឬយោបល់កុំភ្លេចខមមិននៅក្រោមវីដេអូហ្នឹងម្រាបមួយផងណាហើយបើសិនជាបងប្អូនចូលចិត្តវីដេអូមួយនេះឬក៏បានតាមដានទស្សនាវីដេអូមួយហ្នឹងហើយកុំភ្លេចជួយចុច like ចុច share និងជួយចុច subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយផងណាចុងក្រោយនាងខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះពីដើមរហូតដល់ចប់ខ្ញុំសូមជូនពរឲ្យបងប្អូនមានសុខភាពល្អសំណាងល្អគ្រប់គ្នា